បាទជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាបាទដោយបងប្អូនឃើញខាងមុខខ្ញុំនេះគឺជារូបសំណាករបស់លាក់គីអញ្ចឹងបងប្អូនវាច្រើនប្រហែលជាស្គាល់ហើយជាលាក់គីហើយក៏ប្រហែលជានឹកលាក់គីដែរបាទលាក់គីគឺជាដំរីមួយដែលកំសត់ផងដែរហើយក៏ដូចជាមានប្រវត្តិជូរចត់ហើយក៏ដូចជាដំរីមួយដែលល្បីល្បាញនៅក្នុងបណ្ដាញសង្គមដែរបាទហើយលាក់គីក៏បានស្លាប់នៅកាលពីប្រហែលខែមុននោះបាទខ្ញុំដូចផ្លេចខែនៅក្នុងវីដេអូ channel របស់ខ្ញុំមានអញ្ចឹងបន្ទាប់ពីលាក់គីបានទទួលមរណភាពទៅហើយក៏បានទៅបូជានៅនេះបញ្ចុះនៅឯភ្នំតាម៉ៅបាទនៅភ្នំតាម៉ៅហើយគេក៏បានធ្វើជារូបតំណាងរបស់លាក់គីបាទនៅផ្លូវឡើងពីខ្នល់ជាតិមកឡើងមកភ្នំតាម៉ៅគឺយើងអាចឃើញកន្លែងវងមូលហ្នឹងនៅខាងស្ដាំដៃបាទឃើញរូបតំណាងរបស់លាក់គីហើយបាទអញ្ចឹងដូចបងប្អូនបានដឹងស្រាប់ហើយបាទលាក់គីបានទទួលមរណភាពហ្នឹងគឺដោយសារជំងឺបាទដោយសារមានជំងឺហើយក៏បានឈឺស្លាប់និយាយរួមលឿនមែនតើបាទចំពោះការបាត់បង់របស់លាក់គីអញ្ចឹងការបាត់បង់របស់លាក់គីនេះគឺជាការបាត់បង់មួយនៅដំរីដែលមានវិជាប្រិយភាពនៅក្នុងសួនសត្វភ្នំតាម៉ៅក៏ដូចជាដំរីមួយដែលថាធ្លាប់ថតជាបទចម្រៀងជាមួយនឹងលោកទិសវត្តអីចឹងដែរបាទហើយបងប្អូនទៅឃើញអញ្ចឹងគេធ្វើជារូបតំណាងមួយបាទគឺពិតជាឃើញទៅណោះអាសណោះលោះអាឡ័យបាទជាមួយលាក់គីមែនតែនបាទអញ្ចឹងកុំឲ្យថាបងប្អូនភ្លេចឬក៏ដូចជានឹកនឹងលាក់គីខ្ញុំក៏បានមកបង្ហាញនៅនេះបាទជារូបតំណាងបាទជារូបតំណាងក៏ជារូបសំណាក់របស់លាក់គីបាទគេដាក់ផ្លាកហ្នឹងបាទដាក់ដូចគេដាក់ផ្លាកហ្នឹងនៅជិតភ្នំតាម៉ៅហ្នឹងបាទនៅផ្លូវឡើងហ្នឹងគឺគេធ្វើដើម្បីឲ្យបងប្អូនមកទស្សនាក៏ដូចជាមកនឹករលឹកឬក៏មកនៅការបង្ហាញនៅភាពក្តីស្រឡាញ់ដល់លាក់គីទោះបីគ្នាបានលាចាកលោកហើយក៏ជាមានរូបមួយតំណាងថាគ្នាដូចជារូបពិតចឹងបាទដូចជារូបដូចឃើញលាក់គីផ្ទាល់ភ្លាមចឹងបាទដូចបងប្អូនឃើញស្រាប់ហើយបាទអញ្ចឹងអរគុណច្រើនបាទចំពោះការតាមដានទស្សនានៅវីដេអូខ្លីៗខ្ញុំថ្ងៃនេះហើយកុំភ្លេចជួយចុច Subscribe ហើយនឹងក៏ដូចជា Share ផងបាទហើយបើបងប្អូនចង់បានទស្សនានៅវីដេអូអីផ្សេងៗទៀតអាច comment បានបាទអរគុណច្រើនជំរាបលាជួបគ្នានៅឱកាសក្រោយទៀតបាទបាយបាយ